នេះជាសារមួយគ្រាន់តែទឿនទៅកាន់មនុស្សគ្រប់គ្នាកុំឲ្យមានវិបត្តិដូចខ្ញុំកុំឲ្យមានសម្ពាធធំដូចខ្ញុំកុំឲ្យមានរឿងដែលញោមញីនៅក្នុងចិត្តក្រមគ្រាជាច្រើនដូចខ្ញុំហើយក៏កុំឲ្យធ្លាក់រំដៅដែលធំដូចខ្ញុំទោះថាពិភពលោកមួយនេះមើលមិនឃើញពីតម្លៃអ្នកតែអ្នកឆ្លុះបញ្ចាំងមើលខ្លួនឯងអ្នកនឹងឃើញពីអ្វីដែលជាខ្លួនឯងគ្មានមនុស្សណាក៏មកល្អគ្រប់តបកំហុសមានយើងទៅកែប្រែកុំមកដល់ថ្ងៃមួយដែលបាត់បង់ខ្លួនឯងទើបយើងគិតថាអ្វីគ្រប់យ៉ាងគឺវាហួសពេលហើយជីវិតដូចជាខ្សោមបងហងឡើងទៅលើហើយក៏ដាច់ចោរឿងតែប្រមាណថាវាណាហើយចោសឬប្រមាណណាហើយសកម្មទៅចង់មានអ្នកខ្លះគេចង់គេចង់ឃើញយើងពេបជ្រីគេចង់ឃើញយើងធ្លាក់គេសុកចិត្តគេដាក់ទំនេះចង់ឲ្យយើងដើរស្ពីសំពីធំព្រោះចង់ឃើញថ្ងៃនេះដែលយើងរលំយើងប្រើរូបគំនិតប្រើខួរក្បាលអ្នកគិតប្រើអារម្មណ៍បញ្ជាយើងត្រូវឈ្នះគំនិតកុំចាញ់បោកជីវិតដែលគឺជាគំហិតកុំឲ្យអ្នកបាត់បង់ដើរទៅក្នុងងងឹតចាប់រឿងណាដែលត្រូវដែលរឿងណាដែលធ្វើកុំឲ្យគេមកគាំងដាក់ដូចជាអំពើកុំឲ្យគេនិយាយថាលើគឺកុំឲ្យគេសាចំអកមើលថាពេលនេះយើងទៅក្រោកហើយព្រោះយើងត្រូវធ្វើដល់ពេលហើយដែលយើងដើរមិនបងក្រោយទូរឿងវាជ្រៅក៏ដោយបើសិនពេលនេះភ្នោជីកហើយដើរដល់ទីទួមិនបានជ័យលេខពីទូគ្មានខ្ញុំនៅទីនេះគ្មាន